ជំរាបសួរអ្នកទាំងអស់គ្នាហើយថ្ងៃនេះគឺទៅកន្លែងគេអភិរក្សមេអំបៅហើយកន្លែងហ្នឹងគឺឈ្មោះ Magic Wings Butterfly Conservatory ចំណែកឯទីតាំងវិញគឺនៅ South Deerfield Massachusetts កន្លែងគេនេះគឺធំមែនតើខ្ញុំអត់ដែលមកជួបឃើញធំចឹងទេហើយមានមេអំបៅច្រើនហើយផ្លែកខុសៗពីគ្នាព្រោះគេយកមកពីប្រទេសផ្សេងៗគ្នាហើយវីដេអូមួយនេះរៀងវិលមុខតិចហើយព្រោះអីប្តីខ្ញុំ He's in charge of filming videos and I'm sorry if you get dizzy by watching this video ហ្នឹងហើយផ្លែកគេមិនត្រឹមតែចំមេអំបៅទេគេមានតាំងពីអីគេសត្វក្រួចឃើញគេដើរបដាល់គ្នាតែបានថតទេស្ដាយហើយគេមានចំដើកសត្វដើកThe blue one. Oh, the sea tape. Yeah, they got all kinds. That was a clear wing one. ហ្នឹងហើយហើយចង់និយាយត្រង់នេះមួយនឹកឃើញចេះចង់សើចព្រោះអីពីអ្នកប្រពន្ធពេលចូលទៅដល់ឃើញមេអំបៅច្រើនហើយណាមួយឃើញវាទុំនៅស្ងៀមនៅលើដើមឈើអត់រើអីចឹងហើយក៏សាក់ទៅយកដៃទៅប៉ះឲ្យវាទុំលើទៅពេលហើយប្តីខំយកមកឲ្យហើយយកដាក់មកលើដៃមេអំបៅនឹងพูดថាមេអំបៅវិញស្លូតម៉េះឆោក្បែរហើយអត់ហើតាណាឯងនៅតែស្ងៀមនៅហ្នឹងហើយទុំលើដៃយើងទៀតទៅពេលហើយមានអីអ្នកធ្វើការនៅហ្នឹងគេមកប្រាប់ថាយើងអាចប៉ះមេអំបៅបានទេតលតែមេអំបៅហោះមកទុំយើងអាហ្នឹងអត់អីទេក៏ប៉ុន្តែយើងអត់អាចទៅប៉ះមេអំបៅបានទេព្រោះអីគេថាគឺវាកំពុងតែសម្រាកវាហត់អស់កម្លាំងហើយច្រើនហត់អស់កម្លាំងទៅគេសម្រាកទៅពេលអញ្ចឹងទៅគេអត់ឲ្យទៅរំខានមេអំបៅទេ Well they do have the sign that says do not touch butterfly but we didn't see it because we was focused on butterflies that's why តែពិតផ្លាកគេសៗនៅចិត្តនឹងតែអត់បានឃើញគេដាក់ថាហាមប៉ះមេអំបៅហើយខ្លួនឯងបានមើលរួចទៅក៏ដើរទៅប៉ះមេអំបៅគេ and they said if we want butterfly to land on us we just have to sit in one spot ហើយឥឡូវពួកយើងធ្វើតាមគេហើយអង្គុយមកកន្លែងដើម្បីឲ្យមេអំបៅទុំហើយឥឡូវទុំមែនហើយមកទុំលើក្បាលពោះឯងទៀតហើយចឹងនិយាយថា I'm so excited យាយខំមេអំបៅទុំហ្នឹងក៏សប្បាយចិត្តដែរហើយមកដល់ត្រង់នេះគឺមានសាច់រឿងមួយរឿងព្រោះប្តីខ្ញុំក៏កំពុងតែថតហើយទៅស្រាប់តែឃើញមេអំបៅពណ៌ខ្មៅតូចហ្នឹងគឺវាហោះមកធ្លាក់នៅលើដីដល់ពេលចឹងទៅមេអំបៅពណ៌ខៀវហ្នឹងគឺហោះមកតាមហើយទៅកវែលជុំវិញមេអំបៅពណ៌ខ្មៅហ្នឹងហើយក៏ទៅទុំលើកូនក្មេងតូចហ្នឹងមិនដឹងថាគ្នាចង់ឲ្យកូនតូចហ្នឹងជួយឬក៏យ៉ាងណាប៉ុន្តែអ្នកធ្វើការនៅហ្នឹងគឺបានរើសមេអំបៅទូចហ្នឹងទៅបាត់ទៅចាអញ្ចឹងគឺសូមវិលត្រឡប់មករឿងខ្ញុំវិញគឺថាមើលមេអំបៅហើយក៏ញ៉ាំម្ហូបតិចតួចដែលបានវិចខ្ចប់ពីផ្ទះមកហ្នឹងបន្ទាប់មកក៏ធ្វើដំណើរបន្តមកមើលទំនប់ទឹកធ្លាក់នេះមើលគេស្ទូចត្រីមើលអីហើយក៏នាំគ្នាមកផ្ទះដែរទៅហើយនេះគឺរូបថតខ្លះដែលពួកយើងបានថតនៅកន្លែងមើលមេអំបៅក៏ដូចជាកន្លែងដែលទៅមើលនៅកន្លែងទំនប់ទឹកធ្លាក់ហ្នឹងហើយសាច់រឿងរបស់យើងគឺសន្មតថាចប់តែប៉ុណ្ណេះឯងហើយថ្ងៃក្រោយជួបគ្នាបាយបាយអរគុណ